nè ngày nay cái nhung mình vừa bọt bằng hai pi con lan Honda Civic Type Air brand របស់ Conan ហ្នឹងគឺជា brand hobby Japan តែម្ដងក៏ប៉ុន្តែឡានហ្នឹងគឺ make in China ទេអញ្ចឹងយើងទៅទស្សនាវីដេអូហ្នឹងទាំងអស់គ្នាសួស្តីអ្នកនរគ្នា and hello guys ថ្ងៃនេះគឺខ្ញុំមានជាមួយនឹង Honda Civic Type Air EK9 គឺ EK9 គឺ EK9 ហ្នឹងហើយនេះគឺជា brand របស់ Hobby Japan ដែលជា brand មួយរបស់ជប៉ុនក៏ប៉ុន្តែធ្វើនៅចិនទេហើយនៅក្នុងឡាននេះគឺយើងមានជាមួយនឹងម៉ាស៊ីនមកជាមួយតែម្ដងគឺ Hobby តែងតែផ្ដល់ឲ្យនៅម៉ាស៊ីនដែលនៅក្នុងឡាននេះតែម្ដងវាអត់មានធ្វើអាប្រភេទបើកកាបូនហ្នឹងទេអញ្ចឹងវាធ្វើអាឡានផ្សេងហើយគេឲ្យមកម៉ាស៊ីនហើយនឹងអានេះគេហៅស្អីនៅក្នុងផ្លេចបាទដែរប្រាប់ជើងទៅរកដាក់ម៉ាស៊ីនហើយអូខេឥឡូវខ្ញុំ unboxing ឲ្យមើលថាពេលដែលយើងយកវាមកដាក់នៅក្រៅទៅវាយ៉ាងម៉េចបាទអញ្ចឹងនេះគឺជាហៅរ៉ាកែតទេបាកែតទេយើងដាក់មកនេះមកហើយនេះគឺម៉ាស៊ីនប៉ុន្តែវាដូចជាអត់មកជាមួយនឹងប្រអប់មកជាមួយនឹងប្រអប់លេខណាគ្នាអានេះគឺជាប្រអប់លេខតែម្ដងហើយប៉ុន្តែវាអត់មានតទៅអាចុងកាច់មួយទៀតទេហើយអានេះគឺជាម៉ាស៊ីនហើយមានខ្សែពីនមានអីត្រឹមត្រូវហើយអានេះគឺជាម៉ាស៊ីន K24 ហ្នឹងនេះហ្នឹងហើយអូខេយ៉ាអញ្ចឹងខ្ញុំដាក់ម៉ាស៊ីននៅទីនេះអូខេឥឡូវយើងមកមើលជាមួយនឹងឡានទាំងអស់គ្នាចំពោះឡានវិញគឺមកជាមួយនឹងពណ៌លឿងហើយមានអក្សរថា Type Air ហើយវាគឺជាចង្កូតស្ដាំហ្នឹងគ្នាគឺ right hand drive ហើយវាមកជាមួយនឹងកង់ដែលជាកង់លេងរបស់ Honda តែម្ដងកង់ស៊ីនហើយសម្រាប់ពួក Type Air គឺវាមានមកមួយ Type Air ហើយនេះគឺរាងរបស់ Honda Civic Type Air EK9 ហើយចំនួនវាដូចជាឆ្នាំ2001 2002 99នេះហ្នឹងឆ្នាំ1999នេះហ្នឹងឯងហើយ Type Air មកជាមួយនឹងកៅអីក្រហមហើយមាន spoiler នេះទៅហើយហើយសម្រាប់ទ្វារវិញគឺមានតែ2ទេហើយ Type Air គឺតែងតែមកជាមួយនឹងmanual លេខដៃហ្នឹងនេះអញ្ចឹងវីដេអូនេះគឺអ្នកនាងមើលទៅឃើញតែស្អាតមិនខ្លះអញ្ចឹងបើសិនជាអ្នកនាងចង់រកទិញកូនឡានអាចមករកទិញនៅកូនឡានវិញសិនបានវីដេអូនេះមានតែប៉ុណ្្នឹងទេហើយបើសិនជាមានខ្ញុំ unboxing ឡានផ្សេងៗបន្តទៀតកុំភ្លេច comment ផងជួបគ្នាក្នុងវីដេអូក្រោយ Please like and subscribe វីដេអូ channel ខ្ញុំមួយផងបាយបាយ